យើងចូលដល់ការដកលេខក៏ប៉ុន្តែលេខនេះគឺយើងឃើញថាយក5ដកដល់ទៅ12អញ្ចឹងវិធីសាស្ត្រនៅក្នុងការគណនាលេខដកបែបនេះគឺបងអូនត្រូវចាំណាចម្លើយរបស់វាត្រូវយកសញ្ញាតាមលេខធំហើយបន្ទាប់មកទៀតគឺយើងយកលេខធំដកលេខតូចតាមឲ្យតណាយកលេខធំដកជាមួយនឹងលេខតូចហើយសញ្ញាយកតាមលេខធំអញ្ចឹងយើងមើល5ជាមួយនឹង12គឺ12ធំជាងអញ្ចឹងពីមុខលេខ12គឺមានសញ្ញាដកអញ្ចឹងចម្លើយដឹងតែចេញមកដកហើយព្រោះយើងយកសញ្ញាតាមលេខធំណាបន្តមកទៀតយើងយកលេខធំដកលេខតូចមើលយក12ដក5មើលងាយណា12ដក5ងាយទេគឺស្មើនឹង7អូខេអញ្ចឹងស្មើនឹងដក7ណាបាទដូចគ្នាដែរលេខ7នេះគឺ9ជាមួយនឹង10យើងឃើញថា10ធំជាងមែនទេអញ្ចឹងពីមុខលេខ10មានសញ្ញាដកទៀតហើយអញ្ចឹងចម្លើយគឺចេញដកបន្តមកទៀតយើងយកលេខធំនេះមកដកលេខតូចអញ្ចឹងលេខធំគឺ10ដក9សល់1ណាអូខេបន្ទាប់ពីយើងដឹងយើងយល់ហើយយើងសាកធ្វើខ្លួនឯងអា3នេះមកបន្តទៀតមកណា